ឥឡូវយើងមកធ្វើការ analyze ជាមួយនឹង BTC ជាបន្តទៀតខ្ញុំខានធ្វើមួយថ្ងៃអីហើយថ្ងៃនេះគឺថ្ងៃទី8ចូលថ្ងៃទី9នៃម៉ោង12អញ្ចឹងយើងថាម៉ោង9ថ្ងៃទី9ពេលព្រឹកខែ12យើងឃើញថាតម្លៃនេះក្នុងមួយអាទិត្យវានៅ sideways នៅម្ដុំហ្នឹងពីតម្លៃ80000ជាងរហូតដល់90000ជាងនៅ sideways ប៉ុណ្នេះយើងឃើញថាវា sideways ដោយសារតែយើងមើល candle វានេះអញ្ចឹងទៅក្រមក៏វា reject ទៅលើក៏វា reject ដែរវានៅប៉ុណ្ណឹងហើយចំពោះ candle ថ្មីនេះវានៅ6ថ្ងៃទៀតក៏វាអាចនៅក្នុងចន្លោះហ្នឹងដែរតែអ្វីដែលសំខាន់គឺថ្ងៃស្អែកគឺថ្ងៃទី9ថ្ងៃទី10ហ្នឹងគឺមានព័ត៌មានសំខាន់ពាក់ព័ន្ធជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់នៅសហរដ្ឋអាមេរិកអញ្ចឹងវានឹងធ្វើឲ្យទីផ្សារនេះគឺមានការបានន័យថាឡើងចុះខ្លាំងអញ្ចឹងវាអាចនឹងឡើងខ្លាំងឬក៏ចុះខ្លាំងផុតពីតម្លៃទាបនេះឬក៏ឡើងផុតតម្លៃខ្ពស់នេះអញ្ចឹងយើងមើល TA អត់សូវច្បាស់ទេក្នុងរយៈពេល2ថ្ងៃហ្នឹងដោយសារតែវាមានព័ត៌មានវាឲ្យធ្វើឲ្យតម្លៃហ្នឹងប្រែប្រួលខ្លាំងហើយសម្រាប់បងប្អូនដែលចង់ចូលទៅរៀនtrade មើលការ trade និងមើល technique ផ្សេងបងប្អូនអាចចូលទៅក្រុមខ្ញុំរៀនបានគឺ free គឺមានការចែកម្លែកនៅក្នុងបង admin ហើយនឹងគ្នាយើងផ្សេងទៀតគឺគាត់ដឹងគាត់ជួយប្រាប់យើងជួយបញ្យល់ហើយនឹងការវិភាគទីផ្សារផ្សេងអីបងប្អូនអាចចូលរួមបានគឺចូលរួមដោយ free យើងចែកចម្លែកគ្នាទៅវិញទៅមកពិភាក្សាគ្នាអំពីការ trade ឬក៏ចំណេះដឹងផ្សេងពាក់ព័ន្ធជាមួយនឹង crypto ហើយសម្រាប់ការចូលរួមបងប្អូនចូលទៅក្នុង page របស់ខ្ញុំនេះដែលមានឈ្មោះថា TCA Crypto Analyze គឺបងប្អូនឃើញ link របស់ខ្ញុំទាំងពីរនេះ channel របស់ខ្ញុំនិងក្រុមរបស់ខ្ញុំបងប្អូនអាចចូលរួមបានទាំងពីរហើយបងប្អូនត្រូវការទិញលក់ USDT អីចាប់ពី$5អីគឺតម្លៃល្អបងប្អូនអាចតាក់ទងមកបានខ្ញុំយក fee តិចតួចទេឥឡូវយើងចូលមកបន្តទៀតយើងឃើញថាតម្លៃនេះគឺវានៅ sideways កន្លែងហ្នឹងហើយបន្ទាប់ពីនេះយើងចូលមើល time frame តូចមួយថ្ងៃមួយថ្ងៃយើងឃើញថាអា key level វានេះយើងវាឃើញនៅលើនេះអញ្ចឹងវាអាចនឹងឡើងមកដល់ retest តាមនេះកន្លែងនេះយើងឃើញវាអាចនឹងនេះ uptrend uptrend យើងអាចគូសកន្លែងនេះយើងអាចគូសជាមួយនឹងtrend line នេះមួយហើយជាមួយនឹងនេះមួយយើងឃើញថាវានៅក្នុង trend line ល្អវាអាចនឹងបុកឡើងទៅអញ្ចឹងបើសិនជាមានព័ត៌មានល្អគឺវានឹងបុកឡើងទៅផុតអា key support នេះមួយខ្ញុំដាក់អានេះមកគូសនេះមកនេះវាអាចដាច់កន្លែងនេះវាបង្កើតទៅជា higher high វិញនៅក្នុងការ up trend បានន័យថាជា reverse មួយនឹងបន្តចុះមកវិញទៀតបើសិនជាវាអត់ដាច់អានេះនៅតម្លៃ100000ជាងនេះអញ្ចឹងតម្លៃ100000ជាងនេះគឺពិបាកនឹងក្នុងការឡើងទៅដល់ដោយសារតែព័ត៌មានមួយរយៈក្រោយនេះគឺអត់សូវល្អទេពាក់ព័ន្ធជាមួយនឹង crypto ហ្នឹងអត់សូវមានព័ត៌មានអីធំដុំដែលជួយឲ្យតម្លៃឡើងទេហើយសិតតែជាព័ត៌មានដែលមិនសូវល្អអ្វីដែលយើងរំពឹងខ្លាំងនោះគឺថ្ងៃ10ហ្នឹងគឺការកាត់អត្រាការប្រាក់ហើយយើងនឹងឃើញថាតម្លៃវាអាចឡើងគួរសមតម្លៃដែលវាឡើងពី80000ជាងរហូតដល់90000ជាងនេះគឺពាក់ព័ន្ធជាមួយនឹងការរំពឹងការកាត់អត្រាការប្រាក់ហ្នឹងបានន័យថាវារហូតដល់80%ជាងថានឹងកាត់0.25ទៀតអញ្ចឹងវាតម្លៃនេះគឺរំពឹងថាខ្ពស់ឡើងបើសិនជាមានការកាត់បន្តទៀតវាអាចឡើងមកដល់នេះ90000ជាងហ្នឹង95000 93000 94000អីហ្នឹងវានៅម្ដុំហ្នឹងឬក៏ផុត all time high ម្ដងទៀតអញ្ចឹងយើងអាចចាប់ swing កន្លែងនេះជាមួយនឹង day នេះគឺ swing low នេះគឺ swing high នៅកន្លែងនេះអញ្ចឹងយើងចាំមើល candle បន្តទៀតបើវាផ្ដាច់ខាងក្រោមនេះគឺវាចុះមកទៀតហើយបើវាឡើងទៅផ្ដាច់ខាងលើនេះវិញឱកាសខ្ពស់ដែលវាអាចឡើងទៅលើនេះគ្រាន់តែជាការវិភាគទេវាមិនមែនថានឹងបែបនឹង 100% ទេក៏យើងវិភាគទៅតាមក្រាបទៅតាមឆាតមួយហើយបងប្អូនដែលចង់ឲ្យខ្ញុំវិភាគជាមួយនឹងឆាតអីផ្សេងpair ផ្សេងអាច comment បានខ្ញុំនឹងធ្វើបង្ហាញជូនបងប្អូនដូចគ្នាហើយកន្លែងនេះគឺយើងចាប់ trend line បានមួយទៀតដូចគ្នានេះចាប់នេះមួយអស់មកដល់កន្លែងនេះ
យើងឃើញថាវាកំពុងតែប៉ះនៅខាងលើហ្នឹងវាព្យាយាមបំបែក trend ឡើងជាមួយនឹង up trend ហ្នឹងវាប៉ះមកដល់កន្លែងនេះគឺវា reject ចុះក្រោមឥឡូវវាប៉ះនេះវាអាច reject ទៀតអញ្ចឹងបើឡើងទៅលើផុតទៀតតម្លៃហ្នឹងវាអាចខ្ទង់ទៅដល់ 97000 អីរហូតមកដល់កន្លែងនេះទៅវាធ្វើការសម្រេចចិត្តមួយទៀតអញ្ចឹងវារៀងស្មុគស្មាញតិចដែរយើងចាំមើលទាំងអស់គ្នាហើយការលំអិតគឺដូចខ្ញុំប្រាប់អញ្ចឹងលំអិតអំពី technique រកកន្លែង trade អីផ្សេងៗអាចចូលក្នុងក្រុមនេះបានហើយពាក់ព័ន្ធជាមួយការ trade គឺខ្ញុំអត់សូវ recommend ទេសម្រាប់អ្នកថ្មីអ្នកចាស់ៗដែលគាត់យល់ពីហានិភ័យអាចគ្រប់គ្រងហានិភ័យខ្លួនឯងបានអាចលេងតែយើងអាចដកចំណែកទូចនៅលុយសំរបស់យើងពីការវិនិយោគត្រឹម 5% 10% អីចូលទៅ trade future លេងឲ្យបានតែបើសិនជាយើងដាក់ទៅមានឧទាហរណ៍ថាយើងមាន 100% យើងដាក់ទៅ 70-80% អាហ្នឹងគឺហានិភ័យដោយសារ future នេះគឺវាមានភាពស្មុគស្មាញហើយនិយាយទៅបើសិនជាយើងអត់មាន style លេងដែលល្អអត់មានការ back test ដែលត្រឹមត្រូវអត់មានការគ្រប់គ្រងអារម្មណ៍របស់យើងឲ្យបានស្រួលបួលគឺយើងមានមិនមែនក៏អត់ដែរអ្នកដែលខាតជាមួយនឹង future នេះគឺមានច្រើនដែលគាត់ប្រាប់ខ្ញុំនៅក្នុង chat អីគឺមានច្រើនភាគច្រើនជាមួយនឹងអ្នកថ្មីតែម្ដងព្រោះអ្នកចាស់ទោះជាគាត់ខាតក៏គាត់អាចទប់ខ្លួនបានដែរបានន័យថាគាត់អាច hold spot ឬក៏ធ្វើអីផ្សេងទទួលបានចំណូលមកហើយគាត់ដកមកចំណែកយកមក trade លេងទៅបើឈ្នះបានបន្ថែមទៀតទៅបើខាតគាត់ឈប់អីចឹងទៅគាត់គ្រប់គ្រងហានិភ័យខ្លួនឯងបានអញ្ចឹងការ analyze ខ្ញុំអត់ចូលទៅដល់ time frame ទូចខ្លាំងទេយើងមើល4ម៉ោងគឺវាឡើងជាមួយនឹងនេះkey level វានៅ84000ហើយខាងលើ resistance វានៅ94000អញ្ចឹងវាអាចឡើងទៅផ្ដាច់ឯឱកាសច្រើនដោយសារតែភាគរយដែលកាត់អត្រាការប្រាក់គឺវានឹងផ្ដាច់94000នេះភាគរយច្រើនហើយបើសិនជាអត់កាត់ទេវានឹងផុតមក83000អញ្ចឹងយើងចាំមើលព័ត៌មានទាំងអស់គ្នាswing low swing high នេះ